សូមស្វាគមន៍លោកអ្នកបងប្អូនក្នុងការពិចារណាអំពីព្រះតើព្រះជាម្ចាស់មានលក្ខណៈដូចម្តេចព្រះជាម្ចាស់ទ្រង់សព្វញ្ញុញាណនេះមានន័យថាព្រះជាម្ចាស់ទ្រង់ជ្រាបដឹងគ្រប់ការទាំងអស់ទ្រង់ជ្រាបដឹងគ្រប់ការទាំងអស់ដែលបានកើតឡើងហើយទ្រង់ជ្រាបដឹងពីអ្វីៗទាំងអស់ដែលនឹងកើតឡើងនៅពេលអនាគតដែរព្រះជាម្ចាស់ទ្រង់ជ្រាបដឹងគ្រប់ការទាំងអស់ដែលយើងមិនអាចដឹងបានទ្រង់ដឹងពីចំនួនផ្កាយដែលនៅលើមេឃហើយទ្រង់ហៅវាតាមឈ្មោះរបស់វាទ្រង់ក៏ស្គាល់ឈ្មោះរបស់យើងម្នាក់ៗផងដែរទ្រង់ស្គាល់យើងច្បាស់ជាងយើងស្គាល់ខ្លួនឯងទៅទៀតសូម្បីតែចំនួនសរសៃសក់ដែលនៅលើក្បាលរបស់យើងក៏ទ្រង់ជ្រាបផងដែរមនុស្សតែងតែប្រព្រឹត្តអំពើអាក្រក់ពីព្រោះគេគិតថាគ្មាននរណាម្នាក់មើលឃើញទេប៉ុន្តែព្រះទ្រង់ទតឃើញយើងគ្រប់ពេលវេលាទ្រង់ជ្រាបទាំងអស់អ្វីដែលយើងនិយាយនិងអ្វីដែលយើងធ្វើទ្រង់ថែមទាំងជ្រាបពីអ្វីដែលយើងគិតទៀតផងទ្រង់ក៏ជ្រាបពីគ្រប់ការសម្ងាត់ទាំងអស់គ្មានអ្វីមួយដែលអាចលាក់កំបាំងនឹងទ្រង់បានឡើយព្រះគម្ពីរបានប្រាប់ថាគ្មានអ្វីកើតមកដែលទ្រង់ទតមិនឃើញនោះឡើយគឺគ្រប់ទាំងអស់នៅជាអាក្រាតហើយចំហនៅចំពោះព្រះនេត្រនៃព្រះដែលយើងរាល់គ្នាត្រូវរៀបរាប់ទាំងអស់ទូលដល់ទ្រង់ដោយព្រោះទ្រង់ជ្រាបគ្រប់ការទាំងអស់ទ្រង់មិនដែលធ្វើខុសឡើយផ្លូវនៃទ្រង់ល្អឥតខ្ចោះព្រះគម្ពីរបានប្រាប់យើងទៀតថាឯព្រះផ្លូវនៃទ្រង់គន្លះ